ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសឹងសំណងលេខរៀងទី33មកពីថ្នាក់ D បាទថ្ងៃនេះខ្ញុំនឹងសង្ខេបមេរៀនក្នុងការថតវីដេអូតាក់ទងនឹងមេរៀនស្ដីពីគោលការណ៍នៃការវាយតម្លៃប្រកបដោយគុណភាពបាទ Principle of Quality Classroom Assessment សម្រាប់សប្តាហ៍ទី4នេះនៃមុខវិជ្ជាវាយតម្លៃបាទអញ្ចឹងក្នុងមេរៀននេះមានច្រើនតែខ្ញុំបានសង្ខេបយកតែខ្លឹមសារខ្លះៗដើម្បីបញ្ចប់ត្រឹមរយៈពេលប្រហែលជា10នាទីបាទអរគុណច្រើនលោកគ្រូបាទអញ្ចឹងទី1យើងនិយាយអំពីសេចក្តីផ្ដើមនិងនិយមន័យបាទអញ្ចឹងគោលបំណងនៃការវាយតម្លៃបាទអញ្ចឹងយើងត្រូវធ្វើអីត្រូវមានគោលបំណងច្បាស់លាស់គោលបំណងក្នុងការវាយតម្លៃគឺវាយតម្លៃការសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងការអនុវត្តរបស់សិស្សដើម្បីកំណត់ពីបំណិនខ្លឹមសារចំណេះដឹងដែលពួកគេទទួលបានបាទអញ្ចឹងយើងវាយតម្លៃការសិក្សាដើម្បីស្ទាបស្ទង់ចំណេះដឹងរបស់សិស្សថាតើពួកគេទទួលបានប៉ុន្មានខ្សោយប៉ុន្មានមធ្យមប៉ុន្មានបង្គួរប៉ុន្មានល្អប្រសើរទៅតាមអ្វីដែលពួកគេទទួលបានអញ្ចឹងយើងអាចវាយតម្លៃហើយយើងងាយស្រួលក្នុងការជួយសិស្សដែលរៀនយឺតឬក៏សិស្សដែលមិនទាន់ល្អឲ្យពួកគេបានល្អបាទនិងភាពលំអៀងជាទូទៅការវាយតម្លៃច្រើនតែមិនអាចសក្តិចិត្តធម៌ 100% ទេតែមានការលំអៀងបាទលំអៀងគឺឧទាហរណ៍ថាពេលយើងធ្វើតេស្តពេលខ្លះបើយើងដាក់ពិបាកពេកសិស្សដែលគ្នាអត់ចេះគាត់ធ្វើអត់កើតអញ្ចឹងគាត់លើវិស្វកម្មគាត់តែបើយើងដាក់ស្រួលពេកសិស្សដែលអត់ចេះក៏ធ្វើបានតែសិស្សដែលចេះនោះគាត់រអ៊ូរទាំថាស្រួលពេកអញ្ចឹងទៅអញ្ចឹងកន្លែងនេះដែរគឺជាមានភាពលំអៀងខ្លាំងសម្រាប់គ្រូក្នុងការដែលវាយតម្លៃតាមរយៈការតេស្តក៏បាទការវាយតម្លៃតាមរយៈសំណួរដែលងាយពេកបាទអញ្ចឹងនិយមន័យដែលមានប្រសិទ្ធភាពបំផុតនោះគឺក្នុងការវាយតម្លៃការសិក្សាសំដៅលើប្រសិទ្ធភាពក្នុងការវាស់វែងបាទការវាស់វែងការវាយតម្លៃនិងការជឿទុកចិត្តលើការស្ទាបស្ទង់ចំណេះដឹងឬបាទការយល់ដឹងនិងជំនាញរបស់សិស្សការវាយតម្លៃដែលមានគុណភាពផ្ដល់លទ្ធផលដែលគាំទ្រការសិក្សាការលើកទឹកចិត្តសិស្សនិងជួយក្នុងការធ្វើការសម្រេចចិត្តបង្រៀនបាទនេះគឺល្អមែនទែនសម្រាប់ប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សាបាទដើម្បីមានប្រសិទ្ធភាពវាយតម្លៃក្នុងការសិក្សាយើងត្រូវមានប្រសិទ្ធភាពលើការវាស់វែងហ្នឹងឯងវាស់វែងលទ្ធផលនៃការសិក្សាដែលយើងត្រូវតែមានជំនឿនិងទុកចិត្តលើចំណេះដឹងឬយល់ដឹងអំពីជំនាញរបស់សិស្សម្នាក់ៗបាទចំណុចទី2លក្ខណៈវិនិច្ឆ័យទាំង7ដែលធានាប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សាបាទលក្ខណៈវិនិច្ឆ័យទាំង7ដែលធានាប្រសិទ្ធភាពក្នុងការវាយតម្លៃការសិក្សានោះទី1លទ្ធផលសិក្សារំពឹងទុកដែលច្បាស់លាស់និងសមស្របបាទលទ្ធផលសិក្សាដែលរំពឹងទុកច្បាស់លាស់និងសមស្របនេះគឺសំដៅទៅលើលទ្ធផលដែលរំពឹងទុកគួរតែត្រូវបានកំណត់នៅកម្រិតលំបាកដែលសមស្របដើម្បីលើកទឹកចិត្តសិស្សនិងគិតដល់ភាពស្មើគ្នានៃអ្នកសិក្សាបាទទី2បាទការបន្សំគ្នារវាងវិធីសាស្ត្រវាយតម្លៃនិងលទ្ធផលសិក្សារំពឹងទុកណាចំណុចនេះត្រូវជ្រើសរើសវិធីសាស្ត្រវាយតម្លៃដូចជាការធ្វើតេស្តបាទការធ្វើតេស្តខ្លីការធ្វើតេស្ត
បាទសំណួរផ្ទាល់មាត់ការអង្កេតមើលពីសកម្មភាពរៀនរបស់គាត់និងការវាយតម្លៃខ្លួនឯងផ្ទាល់តែម្ដងដែលស័ក្តិសមបំផុតទៅនឹងលទ្ធផលសិក្សាដែលរំពឹងទុកបាទអញ្ចឹងយើងអាចមានជាតេស្តខ្លីតេស្តចុងម៉ោងតេស្តប្រចាំខែបាទឬក៏តេស្តប្រចាំសប្តាហ៍នឹងជាដើមដើម្បីយើងវាស់ស្ទង់សមត្ថភាពសិស្សតើសិស្សគាត់យល់បានប៉ុន្មានគាត់អាចធ្វើបានប៉ុន្មានដើម្បីយើងងាយស្រួលក្នុងការដាក់មេរៀនឬក៏បន្ថែមមេរៀននិងបញ្យល់បន្ថែមរបស់គាត់បាទចំណុចទី2សុពលភាពបាទសុពលភាពនេះមកលើតេស្តត្រូវតែវាស់នៅអ្វីដែលគេចង់វាស់ហើយឆ្លោះបញ្ចាំងពីអ្វីដែលគេបានបង្រៀនតេស្តដែលមានសុពលភាពគឺមានភាពជឿជាក់ផងដែរបាទសុពលភាពបាទយើងត្រូវមុនយើងធ្វើតេស្តហ្នឹងយើងត្រូវស្ទាបស្ទង់ថាតើសិស្សគាត់ធ្វើបានប្រមាណគាត់អាចយល់បានប្រមាណបាទចំណុចណាទៅថែមចំណុចណាទៅថយបាទជួនកាលបើយើងធ្វើលើកទី1សាកល្បងលើកទី1ស្រាប់តែសិស្សនឹងគាត់ធ្លាក់ច្រើនពេកយើងបង្រៀនយើងបាទយើងបង្រៀនបន្ថែមនៅចំណុចហ្នឹងហើយធ្វើតេស្តម្ដងទៀតយើងធ្វើតេស្តទាល់តែគាត់យល់បានច្រើនគាត់យល់យើងធ្វើតេស្តសម្រាប់បាទយើងធ្វើការវាឲ្យធ្វើតេស្តសម្រាប់តែម្ដងទៀតភាពជឿជាក់នេះគឺសំដៅលើស្ថិរភាពឬភាពស៊ីសង្វាក់គ្នានៃការធ្វើតេស្តទិន្នន័យដែលទទួលបានត្រូវតែជាទិន្នន័យដែលត្រឹមត្រូវនិងអាចទុកចិត្តបានវិធីបង្កើនភាពជឿជាក់ប្រើសំណួរច្រើនប្រភេទបាទប្រើពេលវេលាសមស្របនិងបង្កើតសំណួរឲ្យឆ្លើយតបនឹងវត្ថុបំណងនៃមេរៀនបាទកន្លែងនេះដែរភាពជឿជាក់នេះដែរយើងសំដៅលើការធ្វើតេស្តដូចគ្នាតែទិន្នន័យដែលសំខាន់នៅចំណុចនេះគឺការបង្កើតសំណួរអញ្ចឹងយើងបង្កើតសំណួរមានច្រើនរបៀបយើងសំណួរស្រាលសំណួរងាយយល់យើងអាចប្រើបែបជាសំណួរចងចាំបាទឧទាហរណ៍សំណួរចងចាំដែលងាយឬក៏សំណួរបែបពិភាក្សាសំណួរបើកឬបែបសំណួរបែបត្រេះរិះពិចារណាឬក៏សំណួរឲ្យគាត់ដូចជាដាក់ជាដៃគូរបស់គាត់ដៃគូសិក្សាឬក៏ក្រុមឬក៏សំណួរបែបអន្តរកម្មរវាងគ្រូនិងសិស្សជាដើមជាងកាលណាយើងបង្កើតសំណួរច្រើនបង្រៀនដោយការប្រើសំណួរឆ្លើយឆ្លងរវាងអន្តរកម្មរវាងគ្រូនិងសិស្សឬក៏យើងដាក់សំណួរឲ្យអន្តរកម្មរវាងសិស្សនិងសិស្សគ្នាគាត់ដើម្បីធ្វើដំណើរការនេះបានល្អណាដើម្បីការដាក់សំណួរហើយអន្តរកម្មរវាងគ្រូសិស្សហ្នឹងគឺដំណើរការបានល្អនិងតាក់ទាញឲ្យមានប្រសិទ្ធភាពសម្រាប់ការរៀននិងបង្រៀនរបស់យើងបាទគេឯចំណុចមួយទៀតគឺសុក្រិតភាពបាទនៅខាងលើយើងនិយាយអំពីភាពលំអៀងប៉ុន្តែនៅចំណុចបន្ទាប់ក៏មាននិយាយអំពីសុក្រិតភាពដែរបាទសុក្រិតភាពនេះគឺត្រូវជៀសវាងការលំអៀងនឹងតែម្ដងតែផ្នត់គំនិតក្នុងការវាយតម្លៃដោយផ្អែកលើលក្ខណៈបុគ្គលជាតិសាសន៍រូបរាងព្រមទាំងជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសបាទកន្លែងនេះដែររៀងពិបាកបន្តិចបើយើងនិយាយទៅហេតុអីបានពិបាកសម្រាប់សិស្សខ្លះដែលគាត់ចេះយើងនិយាយទៅគាត់ឆាប់យល់ឆាប់ចាំឆាប់ស្ទាត់តែសម្រាប់សិស្សដែលគ្នាបញ្ញាអត់ហើយយើងសួរគាត់ដដែលអញ្ចឹងយើងកាលប៉ះពាល់ដល់សិស្សដែលគ្នាចង់លឿនតែយើងត្រូវតែណែនាំពួកគាត់ថាឲ្យចាំគ្នាយើងត្រូវស្រឡាញ់គ្នាសាដូចគ្នាយើងត្រូវចេះស្រឡាញ់មិត្តភក្តិអីចឹងទៅអញ្ចឹងកន្លែងនេះដែរយើងនឹងអាចបញ្ជាក់គាត់បន្ថែមតើតើការរើសអើងបាទតើតើការរើសអើងយ៉ាងម៉េចឧទាហរណ៍ថាពណ៌សម្បុរអ្នកខ្លះសអត់ចង់រាប់អានមួយនោះហើយអ្នកខ្លះមានអ្នកខ្លះក្រយទៅវាព្រោះយើងកុំជាមួយនេះហើយការវាតម្លៃរបស់គ្រូនេះដែរបើសិនជាយើងវាតម្លៃទៅលើតែភាពមានក្រសម្បកក្រៅសខ្មៅហើយឬក៏ជាតិសាសន៍ឬក៏ជំនឿផ្សេងយកមកវាតម្លៃវាធ្វើឲ្យអយុត្តិធម៌បាទអញ្ចឹងបានកន្លែងនេះដែរគេដាក់ឲ្យយើងមានសុក្រិតភាពទោះបីជាតិសាសន៍ខុសគ្នាជំនឿខុសគ្នាពណ៌សម្បុរឬក៏មានបានភាពមានបានក្រមានហ្នឹងយើងអត់អាចដាក់បន្ទុកតាមនឹងបានទេយើងត្រូវវាយតម្លៃទៅលើសមត្ថភាពរបស់គាត់តែម្ដងបាទ
ទី6បាទចំណុចមួយទៀតទី6គឺផលវិបាកវិជ្ជមានបាទផលវិបាកវិជ្ជមាននេះគឺសំដៅទៅលើការវិតម្លៃគួរតែផ្ដល់ផលវិជ្ជមានដល់គ្រូការបង្រៀនទៅសិស្សបាទសិស្សនឹងមានការលើកទឹកចិត្តច្រើនប្រសិនបើពួកគេយល់ពីរបៀបវិតម្លៃនិងគិតថាការវិតម្លៃមានភាពយុត្តិធម៌បាទចំណុចនេះដែរបើសិនជាយើងវាតម្លៃមិនមានភាពយុត្តិធម៌ធ្វើឲ្យសិស្សបាត់ទំនុកចិត្តបាទមិនជឿជាក់លើការវាតម្លៃរបស់គ្រូទេអញ្ចឹងឡើយនេះបាទបើយើងផ្ទុយទៅវិញសិស្សនឹងមានភាពសប្បាយរីករាយជឿជាក់លើគ្រូបើសិនជាយើងវាតម្លៃប្រកបដោយភាពយុត្តិធម៌បាទចំណុចចុងក្រោយបាទការអនុវត្តនិងប្រសិទ្ធភាពបាទការអនុវត្តនិងប្រសិទ្ធភាពនេះគឺសំដៅលើការវាតម្លៃត្រូវតែងាយស្រួលអនុវត្តងាយស្រួលដាក់បន្ទុកនិងងាយស្រួលបកស្រាយលទ្ធផលបាទយើងដាក់បន្ទុកទៅគាត់លើចំណុចណាខ្លះឧទាហរណ៍ថាសរសេរតាមអានឧទាហរណ៍ពាក្យសរសេរតាមអានចុះអញ្ចឹងយើងសរសេរពាក្យសិក្សាយើងសរសេរពាក្យសិក្សាតើក្នុងមួយពាក្យសិក្សានេះយើងឲ្យបន្ទុកគាត់នៅលើផ្នែកណាខ្លះឧទាហរណ៍ថាសិក្សាយើងសរសេរត្រឹមត្រូវគឺសស្រៈអេនិងកជាងសស្រៈអាថាសិក្សាប៉ុន្តែសិស្សគាត់សេសស្រៈអេសេនិងកសឹកហើយសស្រៈអាអញ្ចឹងអានសិក្សាដូចគ្នាតើយើងគួរឲ្យបន្ទុកគាត់ឬក៏ឲ្យ0ឬក៏ឲ្យយ៉ាងម៉េចបាទកន្លែងដាក់បន្ទុកនេះបើតាមខ្ញុំដឹងគាត់ស្ដាប់បានថាសិក្សាអញ្ចឹងគាត់ត្រូវបានបន្ទុកហើយពួកគាត់សរសេរសិក្សាបាទ0គឺសិក្សាដូចគ្នាប៉ុន្តែគាត់ខុសអក្ខរាវិរុទ្ធគាត់ខុសទីតាំងថាសស្អេនិងកជាសស្អាយើងអានសិក្សានេះគឺពាក្យត្រឹមត្រូវតែគាត់សរសេរសស្អេនិងកសិកសស្រអាបាទអញ្ចឹងគាត់ស្ដាប់បានប៉ុន្តែអ្វីដែលគាត់មិនបានបន្ទុកពេញគឺគាត់សរសេរខុសអញ្ចឹងនេះខ្ញុំគិតថាគាត់ត្រូវបានបន្ទុកខ្លះដែរបាទដល់ពេលយើងប្រាប់ពីហេតុផលដែលគាត់បានបន្ទុកអញ្ចឹងទៅគាត់នឹងជឿគាត់នឹងទុកចិត្តលើការវិតម្លៃរបស់យើងហើយគាត់នឹងគិតថាមានភាពយុត្តិធម៌អញ្ចឹងគាត់នឹងហ៊ានសរសេរហ៊ានបញ្ចេញមតិហ៊ានធ្វើអ្វីផ្សេងៗនឹងក្លាហានជាងមុនតែបើយើងគាត់អូនឯងសេខុសហើយសិក្សាគឺមិនសេអញ្ចឹងទេគេសេចេះអញ្ចឹងធ្វើឲ្យពេលក្រោយគាត់នឹងអាចអត់ក្លាហានបានទេព្រោះគាត់អូធ្វើអីខុសអញ្ចឹងគាត់ខុសកន្លែងហ្នឹងតែគាត់ស្ដាប់ត្រូវសូអញ្ចឹងគាត់ក្លាហានជាងវាអូខ្លួនឯងត្រូវហើយឥឡូវឧទាហរណ៍ផ្សេងទៀតតើតើនឹងតែងរបស់អញ្ចឹងទៅអញ្ចឹងបើសិនជាគាត់តែងត្រូវខ្លះយើងត្រូវលើកទឹកចិត្តគាត់ថាណែបងឯងចំណុចនេះបើធ្វើត្រូវបានមួយបន្ទុកតែឥឡូវខ្លួនឯងធ្វើខុសចំណុចនេះទៅខ្លួនឯងបានត្រឹមតែកន្លះឬក៏អីចឹងទៅអញ្ចឹងយើងត្រូវកុំឲ្យមានការសោកស្មាយក្នុងការដាក់បន្ទុកខ្លាំងយើងប្រាប់គាត់ជាក់លាក់មូលហេតុបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូអរគុណច្រើនសម្រាប់គ្រូដាក់មេរៀននេះមកខ្ញុំបានរៀនបានច្រើនពីមេរៀននេះជាពិសេសពេលបានថតវីដេអូមើលច្រើនសារទៅគ្រាន់យល់ច្រើនគ្រូបាទអរគុណច្រើនជម្រាបលាលោកគ្រូ